ជំរាបសួរបងប្អូនទាំងអស់គ្នាហើយនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបដោះស្រាយបញ្ហាឆាតរបស់យើងពេលគេ call មកឬក៏គេឆាតមកអត់ឮសំឡេងទាល់តែយើងចូលទៅមើលនៅក្នុងឆាតទើបឃើញហើយបើសិនជាបងប្អូនជួបបញ្ហានេះបងប្អូនធ្វើតាមខ្ញុំមកបងប្អូនចូលទៅក្នុង Messenger របស់យើងមកបន្តមកទៀតចុចពាក្យថា menu ខាងក្រោមនេះបន្តមកទៀតយកពាក្យថា setting បាទហើយបន្តមកទៀតបងប្អូនរកពាក្យថា notification sound and sound នេះចូលមកហើយបើសិនជាឃើញកន្លែងនេះបិទបងប្អូនត្រូវចុចបើកវាហើយបើសិនជាករណីទូរស័ព្ទបងប្អូនបើកកន្លែងហ្នឹងហើយប៉ុន្តែនៅតែឆាតមកទេមកនៅតែអត់ឮបងប្អូនត្រូវចូលទៅក្នុង setting ដើម្បី clear data របស់វាបាទបងប្អូនបែកមកក្រោយអស់រកពាក្យថា setting មកនេះ settingបន្តមកទៀតរកពាក្យថា app management ខាងក្រោមនេះកន្លែងរូប4ជ្រុងហ្នឹងបន្តមកទៀតយកពាក្យថាខាងលើនេះ app list ខាងលើនេះចូលមកបាទបន្តមកទៀតរក scroll រក Messenger របស់យើងបងប្អូនរកមកនេះ Messenger ចុចចូលមកបន្តមកទៀតយកពាក្យថា start using ខាងលើនេះបន្តមកទៀត clear change ខាងក្រោមនេះបន្តមកទៀតចុចពាក្យថា clear data ខាងលើចុច OK រងចាំវាបន្តិចឲ្យវា clear data បាទបន្តមកទៀត back មកក្រោយអស់មកបងប្អូនចូលទៅកាន់ Messenger របស់យើងម្ដងទៀតពេលហ្នឹងគឺវា login account យើងសារជាថ្មីបងប្អូនចុចតាមហ្នឹងទៅហើយបញ្ហាដោះស្រាយអាឆាតគេទេមកក៏អត់ឮហើយពេលឆាតមកក៏អត់ឮរកតលតែយើងចូលទៅក្នុង Messenger ទៅឃើញហ្នឹងគឺបងប្អូនដោះស្រាយបានហើយតែប៉ុណ្្នឹងទេបងប្អូន log account យើងចូលគឺរួចស្រេចបាច់ហើយតែប៉ុណ្្នឹងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ